តែហេតុអីបានជាជនជាអ្នក33តួយើងរៀបតាមលំដាប់ពីករហូតដល់អបាទហេតុអីបានជាគេដាក់កនៅនាំមុខគេជាជនជាអ្នកទី1បាទអញ្ចឹងនៅក្នុងនេះខ្ញុំសូមធ្វើការបកស្រាយបាទអ្នកបង្កើតអក្សរសាស្ត្រខ្មែរយើងគឺគាត់បានរៀបតាមដំណើរជីវិតនៃការកកើតបានន័យថាកើតចាស់ឈឺស្លាប់នៅក្នុងវាលវដ្តសង្សារបានន័យថាពីករហូតដល់អបាទហេតុអីបានជាគេដាក់ជនជាអ្នកកនៅពីមុខបាទកវាជាតួអង្គនៃរាងកាយតួអង្គនៃរាងកាយវាជាជនជាអ្នកទី1វាតំណាងឲ្យការកកើតឡើងមានកាយមានកម្មបាទមានកាយមានកម្មអញ្ចឹងកខកខងកើតឡើងមានកាយមានកម្មខិតខំរកស៊ីគិតគូរការងារគិតខុសនាំឲ្យមានកម្មដល់កាយប៉ុន្តែគេហៅវាលវដ្តសង្សារទោះបីជាយើងខំប្រឹងគិតប្រឹងធ្វើយ៉ាងណាក៏វាត្រូវតែមានទីបញ្ចប់សហលអស្លាប់ហើយស្លាប់រួចហើយហែហហែমানেហែចូលលចេញមកអធិធិធឬក៏ថេះថងអញ្ចឹងដំណើរជីវិតនៃការកកើតរបស់យើងហ្នឹងគឺជាការរៀបតាមលំដាប់អក្ខរក្រមបានន័យថាកខកខងយរលវសហលអបានន័យស្លាប់ហើយហែចូលលចេញមកអធិធិធកើតមកមានកាយមានកម្មទាំងអស់នេះវាអត់ទៀងវាអត់ថាត់ទេវាត្រូវវិលត្រឡប់ទៅវិញគឺចូលលហើយបានចេញមកបានអស់បានន័យថាអចុងក្រោយគេបណ្ណាវាបញ្ចប់ដោយអក្សរអអញ្ចឹងរាល់ការចែករំលែកបើសិនជាមានកំហុសកុសឆ្គងដោយប្រការណាមួយសូមធ្វើការស្ថាបនាហើយនឹងកែលម្អសូមជួយ like និង share បើសិនជាមានវីដេអូល្អៗខ្ញុំនឹងធ្វើការចែករំលែកជូនបងប្អូនជនរួមជាតិនៅថ្ងៃបន្ទាប់ទៀតបាទសូមអរគុណ